អ្នកខានតើទឹកធ្លាក់ជ្រាវយូរអីតើខ្លះផងឥឡូវគេអភិវឌ្ឍស្អាតណាស់ហើយទេសភាពខែនេះគឺខែភ្លៀងគឺស្អាតគេអភិវឌ្ឍភ្នំហ្នឹងឡើងអេមមែនតើមានថ្មបាំងយ៉ាងហើយផ្លូវដើរស្រួលជាងមុនអញ្ចឹងណាបីល្បាញណាបើសិនជាទៅចាំថ្ងៃសៅរ៍អាទិត្យអីគឺមនុស្សច្រើនអ៊ូអបើសម្រាប់ម៉ាគឺវិចបាយទៅញ៉ាំផងប្រយ័ត្នដាច់បាយព្រោះអីមនុស្សច្រើនមែនតើរកអីហូបពិបាកតិចដោយសារគេកំពុងតែល្បីមនុស្សឈូឆរមកច្រើនអញ្ចឹងណាហើយខ្ញុំមកចាំថ្ងៃអាទិត្យនេះគឺរៀងពិបាករកអីហូបដែរដោយសារវាមនុស្សច្រើនពេកហើយកញ្ចុះនៅក្រុងក៏យើងអត់អាចរកអង្គុយបានដែរគឺអង្គុយនៅកញ្ចុះលើអញ្ចឹងណាដល់ពេលយើងអង្គុយហូបបាយហូបអីហើយបានដើរទៅមើលទឹកធ្លាក់ដើម្បីងុយទឹកងុយអីប៉ុន្តែចៃដន្យអីមកថ្ងៃហ្នឹងគឺរៀងភ្លៀងអញ្ចឹងទឹកអត់ស្អាតអញ្ចឹងយើងគ្រាន់ដើរមើលឲ្យកូនងូតទឹកលេងយ៉ាងតិចក៏ត្រឡប់មកផ្ទះវិញអានេះគឺនៅធម្មជាតិគេអភិវឌ្ឍតែឆ្លក់ចូលខាងលើអញ្ចឹងណាហើយនេះទឹកធ្លាក់ជាន់ទី1ខ្ញុំមកដល់ជាន់ទី1ឃើញគេលេងច្រើនដែរប៉ុន្តែយើងចង់ទៅមើលជាន់ទី2ទៀតទៅច្រើនណាអីគេយ៉ាងទៅក្លៀមមែនហ៎ទឹកទីហ្នឹងអូចង់មកចុះអូដល់អង្គទៅទឹកដល់ទឹកសបោអត់ខ្វះទឹកងូតទេបើអ្នកចង់ទៅលេងខែនេះគឺមានទឹកងូតបាយអត់កើតថ្ងៃនេះពួកខ្ញុំក៏ត្រឡប់មកផ្ទះវិញដោយសារអីដោយសារវារៀងល្ងាចហើយយើងអត់បានងូតទឹកលេងយូរទេលេងមកផ្ទះយើងត្រឡប់មកវិញដើម្បីដើរលេងតាមផ្លូវទៀតហើយថតរូបថតអីតាមផ្លូវពពកជាប់មួយភ្នំខែភ្លៀងទេសភាពស្អាតដូចរូបខាងក្រៅខ្ញុំនឹងអញ្ចឹងគឺក្រោយភ្លៀងហើយគឺស្អាតមែនទែន